ចាជំរាបសួរបងប្អូនថ្ងៃនេះដែរខ្ញុំមកស្លប្រហើរជាមួយនឹងសាច់ជ្រូកបងប្អូនធ្លាប់ទៅស្លជាមួយត្រីថ្ងៃនេះមកស្លជាមួយនឹងសាច់ជ្រូកម្ដងហើយគ្រឿងស្លប្រហើរខ្ញុំមានស្អំមានល្ពៅស្លឹកច្បើងមានតឡាហើយមានទីមានស្លឹកបាសអីចឹងទៅបងប្អូនអានេះគ្រឿងបុកខ្ញុំមានខ្ញីស្លឹកគ្រៃហាន់ហើយល្មៀតហើយខ្ទឹមសបុកចូលគ្នាអញ្ចឹងមកមើលពីរបៀបស្លទាំងអស់គ្នានេះរៀងស្លខុសពីស្លប្រហើរជាមួយនឹងសាច់ត្រីបន្តិចត្រង់ថាខ្ញុំកូរគ្រឿងហើយបានខ្ញុំដាក់ទឹកចឹងណាធម្មតាស្លប្រហើរយើងដាក់ត្រីយើងដាំទឹកបងតែម្ដងនេះអត់ទេគឺខ្ញុំកូរគ្រឿងសិននេះគ្រឿងប្រហើរយើងគឺយើងចាក់ចូលគ្រឿងនេះកូរវាកូរវារៀងឈ្ងុយទៅចាំយើងចាក់សាច់ជ្រូកកូរជាមួយនឹងគ្រឿងយើងដែរចាឥឡូវគ្រឿងយើងឈ្ងុយហើយខ្ញុំចាក់សាច់ជ្រូកច្រាំចូលចានេះបងប្អូនសាច់ខ្ញុំកូរឡើងដាច់ទឹកប្រេងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមចាក់ទឹកចូលនេះជាទឹកដែលនៅគ្រឿងជាប់ក្បាលហ្នឹងគឺខ្ញុំចាក់វាកន្លុកចូលតែម្ដងចាដល់វាពុះសិនចាំពេលទឹកពុះចាំយើងជ្រុំប្រហុកចូលនេះបងប្អូនទឹកស្លប្រហើរខ្ញុំគឺថាពុះហើយស្លប្រហើរសាច់ជ្រូកនេះណាអញ្ចឹងខ្ញុំជ្រុំប្រហុកចូលនេះប្រហុកម៉ែផ្ញើមកពីផ្ទះមានត្រីដែងត្រីកាភ្លាញត្រីចម្រុះតែខ្ញុំអត់លាងទឹកទេដោយសារម៉ែគាត់ធ្វើស្អាតអស់លាងសម្អាតឡើងសបានគាត់យកទៅធ្វើហូបខ្លួនឯងអញ្ចឹងខ្ញុំមិនដែលលាងទឹកទេខ្ញុំយកមកស្លភ្លាមហ្មងយកទៅលាងទឹកទៅបាត់ក្លិនឈ្ងុយអស់ហើយតែថាបើថាប្រហុកទិញមកពីផ្សារវិញអូលាងពីបិទទឹកបងប្អូនហើយពួកគេប្រើថ្នាំអីចឹងណាតែប្រហុកអ្នកម្ដាយធ្វើខ្លួនឯងទេធានាថាញ៉ាំទៅអត់បញ្ហាខ្ញុំវាចូលឲ្យឈ្ងុយហើយចឹងយើងបន្ថែមគ្រឿងអូខ្ញុំដាក់ល្ពៅចូលទៅបងប្អូនល្ពៅនេះវាក្របផុយល្ពៅចូលហើយចឹងយើងដាក់គ្រឿងតាមក្រោយក៏បានដែរល្ពៅហើយនឹងស្លឹកច្បើងអាពីរហ្នឹងវារៀងស្រស់ឆ្អិនជាងគេមួយប្រហុកដាក់វ៉ាចូលមកចាប់ស្លប្រហើរធម្មតារត់ដល់ខ្ញុំដែរដាក់ម្សៅស៊ុបទេបងប្អូនតែនេះខ្ញុំដាក់លាយម្សៅស៊ុបចូលបន្តិចដោយសារខ្ញុំអត់ប្រើប៊ីចេងម្សៅស៊ុប có bây giờ nơi trên cái chiếc lại thì chúng ta cần thực tế
សាឡាចូលធ្វើឈ្ងុយណាបងប្អូនបន្ថែមស្អំវាកាន់តែឈ្ងុយយកហ្មងដែលធ្វើអត់បងប្អូនសម្លប្រហើរសាច់ជ្រូកភាគច្រើនស្លតត្រីរហូតថ្ងៃនេះចង់ហូបសាច់ជ្រូកយកមកស្លប្រហើរតែម្ដងចាំមកពុះសិនចាំយើងថែមបន្លែខៀវយើងគឺលើកតែម្ដងញ៉ាំអានេះបងប្អូនសម្លយើងពុះហើយអូយឡើងឈ្ងុយបងប្អូនអើយចាំណៃចឹងយើងដាក់បន្លែពណ៌បៃតងចូលដាក់ចូលគ្នាតែម្ដងមានទីមានស្អំមានស្លឹកបាសនេះល្អណាបងប្អូនល្អមែនទែនជាមួយសុខភាពបើថាថ្ងៃនេះស្លជាមួយសាច់ជ្រូកតែអត់បញ្ហាសាច់ជ្រូកឆ្ងាញ់តាមធម្មតានេះស្លប្រហើរនេះគេស្លលាយត្រីលាយសាច់ជ្រូកទៅរហូតដល់ថ្ងៃនេះខ្ញុំចង់តាមសាច់ជ្រូកលាយសាច់ជ្រូកដាក់ស្លតែវាតែម្ដងថាក៏សង្ឃថាយើងកូរគ្រឿងអញ្ចឹងណាកូរគ្រឿងសាច់ជ្រូកទៅកាន់តែឈ្ងុយទេបងប្អូនសម្លឡើងឈ្ងុយយកតែម្ដងពណ៌បៃតងឡើងស្រស់អញ្ហើយចាំបងប្អូននេះមកពុះខែអត់មានម្ទេសហឹលបងប្អូនទៀតស្លាប់ទើងហ្មងនេះបែបខ្មែរយើងហ្នឹងមិនបែបថៃបុកម្ទេសទេណាបងប្អូនបែបខ្មែរឆ្ងាញ់ណាស់ជាតិហ្មងពុះហើយខែអីអានេះបងប្អូនតាញ៉ាំហើយសម្លប្រហើរហ្នឹងបងប្អូនឆ្ងាញ់ជាងគេជាមួយណាម្ទេសនេះអូយឆ្ងាញ់ណាស់ខ្ញុំសុំគេបាន3-4គ្រាប់មកគាត់ភ្លើហើយអូយជាមួយណាម្ទេសនេះត្រូវគ្នាហ្មងណាមកអញ្ចឹងឆ្ងាញ់មួយខ្ញុំបងប្អូនជាមួយនឹងសម្លប្រហើរសាច់ជ្រូកនោះបងប្អូនមកអញ្ចឹងឆ្ងាញ់ទាំងអស់គ្នាឆ្ងាញ់បងប្អូនអើយទៀតណាបាយឆ្ងាញ់ណា